ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងនៅពេលនេះខ្ញុំសូមលើកយកនូវព័ត៌មានមួយដែលដកស្រង់ចេញពីកាសែតកសន្តិភាពដែលចេញផ្សាយនៅថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2020ដែលមានចំណងជើងថាជាងសំណង់កំពុងធ្វើការក្រឡេករកម៉ូតូអត់ឃើញផ្អើលទាំងព្រឹកបាទអញ្ចឹងយើងទៅតាមដានទស្សនានៅព័ត៌មានលម្អិតទាំងអស់គ្នាបាទប្រភពគឺខេត្តបាត់ដំបងជាងសំណង់ម្នាក់បានឆោឡោទាំងព្រឹកក្រោយពីត្រូវបានលោកចោរលួចយកម៉ូតូជិះទៅបាត់ពេលគាត់កំពុងតែធ្វើការងារសំណង់នៅវេលាម៉ោងប្រមាណ8ព្រឹកនិង30នាទីវិច្ឆិកានេះស្ថិតនៅម្ដុំខាងកើតផ្សារមួយផ្សារ13មករាឬផ្សារថ្មីស្ថិតនៅក្នុងភូមិ13មករាសង្កាត់ព្រែកព្រះស្ដេចក្រុងបាត់ដំបងប្រពន្ធបានឲ្យដឹងថាម្ចាស់ម៉ូតូមានឈ្មោះថាខឹមសានភេទប្រុសមានមុខរបរជាងសំណង់រស់នៅភូមិគុលសង្កាត់គុលដូនទាវក្រុងបាត់ដំបងប្រពន្ធបានបញ្ជាក់ថាគាត់បានបាត់ម៉ូតូនៅពេលដែលគាត់កំពុងតែធ្វើការសំណង់នៅផ្នែកខាងលើនៃអគារលុះពេលចុះមកក្រោមក៏ផ្អើលឆោឡោតែម្ដងក្រោយពីមិនឃើញម៉ូតូដោយទុកនៅខាងក្រោមលោកខឹមសានបាននិយាយថាពេលគាត់ជិះម៉ូតូទៅដល់កន្លែងធ្វើការគាត់តែងតែទុកម៉ូតូចាក់សោកត្រឹមត្រូវនិងនៅក្នុងផ្ទះនៅជាន់ផ្ទាល់ដីដែលគាត់កំពុងតែធ្វើការហើយគាត់ក៏ឡើងធ្វើការនៅជាន់ខាងលើជាមួយនឹងក្រុមជាងដទៃទៀតគាត់បានបញ្ជាក់ថានៅព្រឹកកើតហេតុនោះក៏ទុកដូចជាសពដងដែរប៉ុន្តែពេលគាត់ឡើងទៅដល់ជាន់ខាងលើមិនបានកន្លះម៉ោងផងស្រាប់តែជាងម្នាក់ក៏សួរនាំដោយសារមិនឃើញម៉ូតូនៅខាងក្រោមដោយមានការសង្ស័យគាត់ក៏បានចុះមកមើលក៏ស្រាប់តែឃើញបាត់ម៉ូតូពីនៅក្នុងផ្ទះទើបមានការឆោឡោតែម្ដងក្រោយដឹងថាត្រូវបានចោរលួចម៉ូតូរបស់គាត់ម៉ាក Honda Dream C 125ពណ៌ខ្មៅស៊េរី2020ពាក់ស្លាកលេខបាត់ដំបង 1KA 9460គួររំលឹកផងដែរថាបើតាមរបាយការណ៍បឋមនេះមិនមែនជាលើកទី1ទេសម្រាប់ខែវិច្ឆិកានេះដែលលោកចៅបានលួចយកម៉ូតូជាងសំណង់លើកដំបូងគឺលោកចៅលួចម៉ូតូជាងសំណង់មួយថ្ងៃអស់2គ្រឿងនៅក្នុងសង្កាត់អូចាក្រុងបាត់ដំបងហើយជិះគេចខ្លួនដោយសុវត្ថិភាពបាត់ស្ងាត់ឈឹងរហូតមកដល់សប្តាហ៍ថ្ងៃនេះហើយលើកនេះលោកចៅបានលួចម៉ូតូជាងសំណង់ដែលនៅម្ដុំផ្សារថ្មីដូច្នេះសរុបទៅជាងសំណង់ម៉ូតូជាងសំណង់ចំនួន3គ្រឿងហើយដែលត្រូវបានបាត់ដោយសារតែស្នាដៃរបស់លោកចៅដោយសមត្ថកិច្ចមិនទាន់មានតម្រុយប៉ុន្តែយ៉ាងណានៅប៉ុន្មានថ្ងៃកន្លងទៅនេះកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តបានធ្វើការស្រាវជ្រាវឃាត់ខ្លួននៅមុខសញ្ញាលួចម៉ូតូនេះបានប៉ុន្មានករណីផងដែរតែហាក់ដូចជាគ្មានសញ្ញាថមថយពីសកម្មភាពអំពីចោរនោះសោះបើតាមការសួរនាំក្រុមចោរលួចម៉ូតូទាំងនោះសុទ្ធសឹងតែមានប្រវត្តិពាក់ព័ន្ធទៅនឹងការប្រវត្តិល្បែងស៊ីសងនិងប្រព្រឹត្តគ្រឿងញៀនជាពិសេសប្រព្រឹត្តល្បែងតាមអនឡាញដែលកំពុងតែរីករាលដាលពេញក្រុងបាត់ដំបងសប្តាហ៍ថ្ងៃនេះបច្ចុប្បន្នទីតាំងល្បែងអនឡាញនេះមានយ៉ាងតិចគឺ20កន្លែងវាคล้ายទៅជាទីជម្រកនៃការប្រព្រឹត្តល្បែងស៊ីសងផងដែរដែលជាជម្រកនៃការប្រព្រឹត្តគ្រឿងញៀនយ៉ាងចំហផងសមត្ថកិច្ចហាក់បានដឹងពីប្រភពនៃសម្បុកចោរនោះប្រកបណាស់ថាទីតាំងល្បែងអនឡាញគឺជាជម្រករបស់ក្រុមចោរនិងការជួញដូរគ្រឿងញៀនតែសមត្ថកិច្ចហាក់មិនមានវិធានការបំបែកសម្បុកបទល្មើសនោះឡើយមូលហេតុដែលសមត្ថកិច្ចមិនហ៊ានចាត់វិធានការទៅលើទីតាំងល្បែងអាវ៉ាសែទាំងនេះគឺគេសង្កេតឃើញថាមាន2ចំណុចដែលមហាជនកំពុងតែដាក់ការសង្ស័យគឺទី1អាចមានសមត្ថកិច្ចខិលខូចមួយចំនួនគឺជាអ្នកប្រចាំការរាល់ទីតាំងល្បែងដែលគ្មានច្បាប់ទាំងនោះនិងទី2មេមួយចំនួនទំនាក់ទំនងជាមួយនឹងសំណែនពីម្ចាស់ល្បែងទាំងនោះប្រចាំខែដូច្នោះហើយទើបគ្មានមន្ត្រីនៅស្ថាប័នឬក៏អង្គភាពណាមួយចេញមុខបង្ក្រាប
គិតរហូតដល់ថ្ងៃទី30ខែវិច្ឆិកានេះគឺមានរយៈពេលជិត1ខែកន្លះហើយដែលផែនការបង្ក្រាបល្បែងអនឡាញរបស់លោកសាទ គឹមសានស្នងការខេត្តជាប់គាំងស្ញែងកម្រើកមិនរួច ខណៈទីតាំងល្បែងនេះជាង20កន្លែងកំពុងតែបើកទ្វារស្វាគមន៍អតិថិជនយ៉ាងរលូនតែមិនរំខានទៅដល់សមត្ថកិច្ចដែលទំនងផែនការនេះក្លាយទៅជាផែនការស្ករផែនទន់ឆ្អឹងអស់ទៅហើយបាទនេះគឺជាករណីមួយករណីចោរលួចកិច្ចសោម៉ូតូរបស់កម្មករសំណង់នៅខេត្តបាត់ដំបងបាទអញ្ចឹងព័ត៌មានលម្អិតគឺមានតែប៉ុណ្្នឹងទេបាទ